ឥឡូវខ្ញុំមកចុចទៅលើ I go to YouTube ចុចមួយបកមកវានឹងបើកនៅ YouTube ឲ្យយើងហើយឃើញអត់វានឹងបើកនៅ YouTube ឲ្យយើងមើលហើយបាទអញ្ចឹងយើងមកសិក្សាទៅលើ hyperlink របស់យើងជាដំបូងខ្ញុំមាន file មួយឈ្មោះថា index.html អញ្ចឹងថ្ងៃមុនយើងបានសិក្សាទៅលើ structure របស់ HTML ហើយវាមាន HTML tag វាមាន head វាមាន body អញ្ចឹងទៅអញ្ចឹងនេះគឺជា structure របស់ HTML យើងបានសិក្សារួចហើយបើសិនជាអ្នកទាំងអស់គ្នាអត់បានសិក្សាទៅមើលនៅវីដេអូភាគមួយឡើងវិញអញ្ចឹងនៅត្រង់កន្លែងនេះខ្ញុំចង់ទៅសេI go sorry I go to Google អញ្ចឹងទៅមកខ្ញុំចង់ទៅសេ I go to Google អញ្ចឹងយើង run មកបាន I go to Google អញ្ចឹងខ្ញុំចង់ឲ្យចុច I go to Google ហ្នឹងវាបើក page Google របស់យើងមកអញ្ចឹងតើយើងត្រូវធ្វើដូចម្ដេចមកទីមួយយើងត្រូវការដឹងអំពី hyperlink អញ្ចឹង hyperlink ឬមួយក៏ a tag យើងទៅសេ a មួយហើយ tab មកអញ្ចឹង a tag វានឹង load ឲ្យ a tag មកអញ្ចឹង a tag វាមានទម្រង់បែបនេះវាមានបើក tag a ហើយនឹងបិទ tag អាហ្នឹងហៅថា hyperlink អញ្ចឹងខ្ញុំទៅសេឲ្យអ្នកទាំងអស់គ្នាងាយយល់អញ្ចឹងនៅត្រង់ប្លោះកណ្ដាលហ្នឹងយើងទៅសេអីវាចេញនឹងដូចគ្នាខ្ញុំទៅសេថា I go to Google ច្បាស់អញ្ចឹងខ្ញុំ control S យើងឃើញថាកន្លែងនេះគឺវា load ទៅជាពណ៌ខៀវហើយប៉ុន្តែយើងចុចអីទៅវាអត់ដើរទេអញ្ចឹងដើម្បីវាចុចដើរនេះគឺនៅត្រង់ wrap បានន័យថាយើងចង់ឲ្យវាដំណើរការទៅណាកន្លែង wrap ហ្នឹងអញ្ចឹងខ្ញុំចង់ឲ្យវាបើក page Google អញ្ចឹងចង់ឲ្យវាបើក page Google បានយើងទៅសេថា http www.google អូខេ google.com អូខេអញ្ចឹងយើងធ្វើការ save យើងឃើញថាអានេះវាជា hyperlink មួយអញ្ចឹងបើសិនជាយើង click ទៅលើនេះ click ទៅលើ I go អូខេ sorry click ទៅលើ I go to Google នេះវានឹងបង្បើកនៅ page Google តោះ click មួយអូខេវានឹងបើកនៅ page Google ដែល Google នេះយើងអាច search អីក៏បានដែរស្អីតែចិត្តយើងទេអញ្ចឹងយើងទៅវិញបើសិនជាគ្នាយើងចង់បង្កើតនៅ hyperlink មួយទៀតអញ្ចឹងបើសិនជាយើងទៅសេទៅមុខច្បាស់ណាស់វានឹងចេញអក្សរទៅមុខបន្តអញ្ចឹងដើម្បី enter វាមកក្រោមបានដើម្បីឲ្យអក្សរហ្នឹងវាធ្លាក់បានយើងត្រូវធ្វើអីគេអញ្ចឹងអ្នកទាំងអស់គ្នាអាចបើក tag មួយរួចអ្នកទាំងអស់គ្នាទៅសេថា BR អូខេអញ្ចឹងអ្នកទាំងអស់គ្នាបិទមកវិញបាទអញ្ចឹង BR បានន័យថាជាប់បន្ទាត់អញ្ចឹងអ្នកទាំងអស់គ្នា save មកឃើញថាវាអត់មានចេញអីទេ BR ហ្នឹងក៏វាអត់ចេញដែរប៉ុន្តែមកអញ្ចឹងខ្ញុំ enter ឲ្យស្ងាយស្រួលយល់អញ្ចឹងខ្ញុំទៅសេអក្សរបន្ថែមហើយខ្ញុំ save ឃើញថាវាធ្លាក់មកក្រោមអញ្ចឹងឃើញអត់អញ្ចឹងគាត់ន័យថាយើងធ្វើវាបានហើយតោះចូលមកកាន់បន្តទៀតខ្ញុំចង់ link វាទៅកាន់ YouTube ដោយខ្ញុំទៅសេថា I go to YouTube អញ្ចឹងនៅពេលដែលខ្ញុំ click មួយទៅវានឹងបើកនៅ page YouTube ដូចគ្នាអញ្ចឹងតើយើងត្រូវធ្វើដូចម្ដេចយើងត្រូវប្រើ hyperlink ដូចគ្នា A tab អញ្ចឹងនៅត្រង់កន្លែងនេះខ្ញុំទៅសេថា I go to sorry YouTube I go to YouTube អញ្ចឹងនៅពេលដែលខ្ញុំ save មកឃើញថាវា load ទេនេះ I go to YouTube ប៉ុន្តែខ្ញុំចុច I go to YouTube វាអត់ដើរអីទេតោះអញ្ចឹងទៅមើលម្ដងទៀតនៅត្រង់ ref ត្រង់ ref ខ្ញុំសរសេរថា http ចុច2 www.youtube.com អូខេ .com នេះយើងថែមមកបាទអញ្ចឹងនៅពេលដែលយើងសរសេរបានប៉ុណ្ណឹងហើយយើងធ្វើការ save វាឥឡូវខ្ញុំមកចុចទៅលើ I go to YouTube ចុចមួយបកមកវានឹងបើកនៅ YouTube ឲ្យយើងហើយឃើញអត់វានឹងបើកនៅ YouTube ឲ្យយើងមើលហើយអូខេតោះអញ្ចឹងខ្ញុំត្រឡប់ទៅវិញអានេះគឺយើង link ទៅកាន់ website ចុះបើឧទាហរណ៍ថាខ្ញុំមាន page ចំនួន2អូខេឧទាហរណ៍ខ្ញុំមាន page ចំនួន2 page ដែល page ទី1ខ្ញុំដាក់ថា index.html ហ្នឹងហើយ page មួយទៀតខ្ញុំអាចបង្កើតនៅ page ថ្មីមួយទៀតដាក់ថា page 2អញ្ចឹងទៅអញ្ចឹងខ្ញុំដាក់ថា page 2.html ខ្ញុំ enter អញ្ចឹងយើងបង្កើតនៅ page ហ្នឹងដោយអីគេសរសេរ structure មិនចូលមកបន្តមកទៀតនៅត្រង់ body
គឺខ្ញុំបង្កើតដាក់ថាh1 ខ្ញុំទៅសេពាក្យថា page 2 អូខេអញ្ចឹងមកធ្វើការ live server ទៅលើ page 2ដូចគ្នាមួយខ្ញុំមកអញ្ចឹងយើងធ្វើការមកស្ដាំនៅលើហ្នឹងហើយយកពាក្យថានេះ open with live server ចុចមកអញ្ចឹងឃើញ page 2របស់យើងណា sorry មកអានេះគឺជា page 2របស់យើងបានន័យថា page 2 page ដែលយើង run ទៅប៉ុន្តែខ្ញុំចង់ឲ្យ page 1 នេះពេលដែលចុចមក click ទៅវានឹងបង្ហាញនៅ page នេះអញ្ចឹងគឺយើងប្រើ hyperlink ដូចគ្នាអញ្ចឹងទៅមើលថាត្រូវគេធ្វើម៉េចអញ្ចឹងខ្ញុំមាន page 2ហើយខ្ញុំចូលទៅកាន់ file របស់ index.html វិញដែលជា file page 1របស់យើងវិញបន្តមកទៀតយើងប្រើ hyperlink ដូចដើមគឺ a tag នៅត្រង់កន្លែង ref នេះកុំតន់អាគិតគោនៅពីមុខហ្នឹងខ្ញុំសរសេរថា go to page 2អញ្ចឹងបានថាបើយើងចុច save as វានឹងបង្ហាញនៅនេះ go to page 2តែយើងចង់ឲ្យវាធ្លាក់មកក្រោមអញ្ចឹងយើងប្រើអីគេប្រើ br ដើម្បីឲ្យវាធ្លាក់មកក្រោម control s អូខេអញ្ចឹងវាធ្លាក់មកក្រោមហើយ go to page 2អូខេបាទ go to page 2អញ្ចឹងខ្ញុំចង់ឲ្យ click មក click នេះនៅលើ go to page 2នេះវានឹងបង្ហាញនៅ page ទី2 page ដែលយើងបានបង្កើតអំបញ្ញមិញអញ្ចឹងនៅត្រង់កន្លែង grab យើងទៅសេថាឈ្មោះដែលយើង page ដែលយើងបានបង្កើតមិញឧទាហរណ៍ឈ្មោះមិញគឺ page 2.html អញ្ចឹង page 2.html យើងគ្រាន់តែចុចលើហ្នឹងឬមកក៏យើងទៅសេឲ្យចប់មក page 2.html sorry html អូខេមកអញ្ចឹងយើងធ្វើការ save វាមកអញ្ចឹងនៅពេលដែលខ្ញុំ click ថា I go to page 2ខ្ញុំ click លើវាមួយមកវានឹងបង្ហាញនៅ page ទី2របស់យើងហើយឃើញអត់គឺ page 2មកអញ្ចឹងយើងបានសិក្សាទៅលើ hyperlink មក hyperlink របស់យើងសិក្សាទៅលើបើកទៅលើ Google ឬមួយក៏ YouTube ហៅថា link ហ្នឹងអូខេមួយទៀតគឺវាអាច link ទៅកាន់ page ផ្សេងគ្នាឧទាហរណ៍ page 1 link ទៅកាន់ page 2 link ទៅកាន់ page 3អញ្ចឹងទៅបើអ្នកទាំងអស់គ្នាមាន page 2 3អ្នកទាំងអស់គ្នាអាចបង្កើត link តាមនឹងបានរីឯមួយទៀតមកឧទាហរណ៍ថាយើងតែងតែធ្លាប់ឃើញនៅរូបភាពផ្សេងនៅក្នុង browser ឧទាហរណ៍មកខ្ញុំទៅសេថា picture មកអញ្ចឹងខ្ញុំចង់ឲ្យ click មក click វាបង្ហាញនៅរូបភាពមួយនេះវាបង្ហាញនៅរូបភាពនេះអញ្ចឹងតើយើងត្រូវធ្វើម៉េចអញ្ចឹងយើង copy address មកអញ្ចឹងខ្ញុំចង់ឲ្យបង្ហាញនៅរូបភាពនេះអញ្ចឹងទៅអញ្ចឹងខ្ញុំមកស្ដាំហើយខ្ញុំ copy នៅ link របស់វាអូខេ copy image link អញ្ចឹងយើង copy វាមកបន្តមកទៀតមកអញ្ចឹងយើងទៅមើលកន្លែងដើមវិញយើងទៅមើលនៅត្រង់ index.html យើងវិញយើងប្រើនៅ hyperlink ដូចគ្នា a tag tab នៅត្រង់កន្លែងនេះយើងគ្រាន់តែ paste link ដែលយើងបាន copy មកមិញអូខេអញ្ចឹងខ្ញុំ paste វាមកមុខចឹងណានៅត្រង់កន្លែងនេះត្រង់ block កណ្ដាលកន្លែងនេះគឺខ្ញុំសរសេរថា picture អញ្ចឹងខ្ញុំសរសេរធំយកមក picture ប៉ុន្តែបើសិនជាយើងចុច save ទៅយើងឃើញថា picture វាណងទន្ទឹមគ្នាមួយ go to page 2អញ្ចឹងយើងត្រូវប្រើ br ដើម្បីឲ្យវាធ្លាក់ក្រោមអូខេមកអញ្ចឹងនៅពេលបានន័យថានៅពេលដែលយើងចុច picture ទៅវានឹងបង្ហាញនៅរូបភាពដែលយើងបាន copy address វាមកមិញមក click វានឹងបង្ហាញនៅ address ហ្នឹងមកឲ្យគ្នាយើងឃើញអត់បានន័យថាយើង click មួយ click វាអាចនឹងបង្ហាញនៅ link ដែលយើងបានដាក់នៅត្រង់ ref ត្រង់ ref គឺជាកន្លែងដែលគ្នាយើងអាចមុខនៅ address អ្វីមួយដែលយើងចង់ឲ្យបង្ហាញមិនថាជា page មិនថាជា website មិនថាជារូបភាពឲ្យតែជាប្រភេទ link អូខេអញ្ចឹងមកដល់ថ្ងៃនេះវីដេអូយើងក៏បញ្ចប់ថ្ងៃនេះដូចគ្នាសូមអរគុណហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់អំពីការប្រើប្រាស់នៅ hyperlink ឬមួយក៏ a tag